riêng xây bọn ăn đầu tiên từ thẹn đào sồn này lấy quả này cho đó khai một mì phim ăn đầu tiên bắt bóng hướng trốn áในក្នុងឆ្នាំ2025អានៅទីនេះអស់ហើយណាអស់ហើយរាសីធ្លាក់ណាឆ្នាំ2026ហ្នឹងមិនដឹងទុកជាប់ឬមិនជាប់ទេអាចមានវិបត្តិភ្លើងចិត្តទៅជាឈួតទៅជាធ្វើអតិឃាតក៏ថាបានដែរអញ្ចឹងណាបាទអនុទានឆានវរៈគុលហ្នឹងគឺនាយករដ្ឋមន្ត្រីចាំផ្ទះពីព្រោះពាក្យថានាយករដ្ឋមន្ត្រីចាំផ្ទះហ្នឹងបែរថាគាត់អស់ឋានៈជានាយករដ្ឋមន្ត្រីទៀតហើយនៅថៃហ្នឹងណាគាត់លាលែងរួចហើយបាទប៉ុន្តែគេមិនទាន់មាននាយករដ្ឋមន្ត្រីថ្មីមួយចំនួនអញ្ចឹងគេហៅថានាយករដ្ឋមន្ត្រីចាំផ្ទះឬ stand by អញ្ចឹងគាត់ចង់ឲ្យខ្ញុំទូទាញអំពីគេហៅថារាសីរបស់អនុទានឆាន់វរៈគុលហ្នឹងយ៉ាងម៉េចដែរបើតាមរាសីរបស់អនុទានឆាន់វរៈគុលទី1ខ្ញុំមើលទម្រង់មុខរបស់គាត់ទី2ខ្ញុំមើលពីbackground របស់គាត់ហ្នឹងបែរថាប្រវត្តិរូបសង្ខេបរបស់គាត់ព្រោះយើងអត់ដឹងថាគាត់មានប្រវត្តិរូបសង្ខេបយ៉ាងដូចម៉េចយើងអត់មានគេហៅថាយើងអត់ដឹងថាខែឆ្នាំកំណើតរបស់គាត់ពិតប្រាកដពេលណាយើងអត់ដឹងទេប៉ុន្តែបើខ្ញុំស្រាវជ្រាវតាមជីវប្រវត្តិរូបសង្ខេបដែលចេញផ្សាយជាផ្លូវការរបស់រដ្ឋថៃគឺលោកអនុទានឆាន់វរៈគុលនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃនេះគាត់កើតនៅថ្ងៃទី13ខែកញ្ញាឆ្នាំ1966បាទអនុទានឆាន់វរៈគុលនឹងគាត់កើតនៅថ្ងៃ13កញ្ញាឆ្នាំ1966អញ្ចឹងខ្ញុំបញ្ជាក់ថាអ្វីដែលខ្ញុំយកមកនិយាយនេះគឺខ្ញុំសំអាងតាមប្រវត្តិរូបសង្ខេបរបស់គាត់ហើយបើគេបង្ហាញទៅត្រូវទាយទៅត្រូវហើយបើគេបង្ហាញទៅខុសអាហ្នឹងក៏ទាយទៅខុសព្រោះយើងផ្ដោតលើហ្នឹងអញ្ចឹងថ្ងៃ13ខែកញ្ញាឆ្នាំ1966អញ្ចឹងលោកអនុទាន13កញ្ញា66ហ្នឹងបើនិយាយទៅឆ្នាំមមីបងប្អូនណាបាទឆ្នាំមមីអញ្ចឹងមមីគាត់កើតនៅឆ្នាំមមីឥឡូវនេះបើយើងរាប់តាមឆ្នាំខ្មែរលោកអនុទានអាយុ60គត់បាទ60គត់ហើយឈានដល់ឆ្នាំក្រោយ61ហើយបងប្អូនប្រកាសជាឆ្ងល់ហ្នឹងកើត1966នេះក៏ចេញ60គត់បងប្អូនត្រូវដឹងថាឆ្នាំសកលនិងឆ្នាំខ្មែរគឺរាប់ទៅខុសគ្នាមួយឆ្នាំឆ្នាំសកលថយមួយឆ្នាំឆ្នាំខ្មែរឡើងមួយឆ្នាំពីព្រោះថាឆ្នាំសកលគេរាប់ខួបដូចថាយើងកើតថ្ងៃ1ខែ1អញ្ចឹងរហូតដល់ថ្ងៃ1ខែ1ឆ្នាំក្រោយបានរាប់មួយឆ្នាំប៉ុន្តែបើយើងរាប់ថ្ងៃ1ខែ1បើខ្មែរយើងគ្រាន់តែកើតមករាប់មួយឆ្នាំព្រាមចាស់ៗដែរមកបាទជូតមួយឆ្លើយអញ្ចឹងអនុទានឆាន់វរៈគុលដែលជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃហ្នឹងគឺគាត់កើតឆ្នាំសុំទោសមិនមែនឆ្នាំជូតទេបាទគឺឆ្នាំមមី1966នេះឆ្នាំមមីអញ្ចឹងគាត់អាយុ60ឆ្នាំ2025នេះគាត់60ចូលដល់ឆ្នាំ2026គាត់61អញ្ចឹងបើយើងស្ដាប់ទៅគឺលោកអនុទានឆាន់វរៈគុលហ្នឹងគឺគាត់កំពុងឆុងឥឡូវហ្នឹងដោយសារអីគាត់កើតឆ្នាំមមីហើយអញ្ចឹងនៅក្នុងខែ12នេះដែលជាខែជូតនេះគឺឆុងជាមួយគាត់ហើយបាទឆុងមួយគាត់ឯខែ12ហ្នឹងបាទខែ12នេះគឺឆុងមួយគាត់ព្រោះខែជូតលោកអនុទានហ្នឹងគឺជាខែឆុងរបស់គាត់ហើយអញ្ចឹងហើយមិនមែនឆុងតែមួយខែទេឆ្នាំក្រោយឆ្នាំជូតគឺឆ្នាំជូតធៀបទឹកហើយគាត់មមីធៀបភ្លើងគឺចំពេលដែលគាត់ឆុង 100% នៅក្នុងឆ្នាំ2026ចឹងនៅក្នុងឆ្នាំ2026ដោយចាប់ផ្ដើមពីខែ12ទៅគឺជប់នៅពេលឥឡូវនេះខ្ញុំនឹងលំអិតជូនបងប្អូនកូនក្មួយណាបាទបងប្អូនកូនក្មួយទាំងអស់គ្នានៅក្នុងឆ្នាំ2026នេះឆ្នាំមមីបងប្អូនណាបាទមមីធាតុភ្លើងយក9ធាតុភ្លើងមមីធាតុភ្លើងឆ្នាំនេះមិនមែនមកតែមួយទេមកពីរលើមួយក្រមួយភ្លើងទាំងអស់កដាលយក9ភ្លើងទៀតភ្លើង3ត្រួតអញ្ចឹងវាមានបញ្ហាប្រឈមច្រើនបងប្អូនកូនក្មួយណាបាទវាមានហានិភ័យវាធ្វើឲ្យយើងនឹងបើធ្លាក់ខ្លួនធ្លាក់លឿនហ្មងណាបាទបើលបាក់លឿនបើវេទនាលឿនហើយបើថាក្រដូចគេលឺសពអញ្ចឹងបាទមានកប់ពពកឯងមិននឹកស្មានថាអញក្រស្រាប់ធ្លាក់មកព្រឹបមកអស់រលីកហ្មងសឹងថាលុះពលឹកណាបាទអញ្ចឹងវិធីសាស្ត្រនៅក្នុងការកែខៃដើម្បីប្រសាភ្លើងបានគឺយើងត្រូវយកធាតុដីដើម្បីមក support ដាក់នៅក្នុងផ្ទះចឹងធាតុដីគឺតំណាងឲ្យពប៉ែបាទពប៉ែមានតែដីមួយគត់ដែលឈ្នះភ្លើងបាទចឹងដីនិងភ្លើងជាមិត្តភ័ក្តិនឹងគ្នាភ្លើងដុតដីកាន់តែក្តៅគឺដីកាន់តែមានជីជាតិអញ្ចឹងឆ្នាំមមីភ្លើង3ត្រួតគ្មានអីទប់បានក្រៅពីដីទេបាទដាក់ឈើឆេះខ្ទេចដាក់ទឹកកន្លែងអាលុតដែរព្រោះភ្លើងដល់តែ3ត្រួតដែរដាក់ដែកឆេះទាំងដែកទៅទៀតដំណាក់កាលនេះគឺយើងប្រើធាតុដីគឺតំណាងឲ្យសត្វពពែអញ្ចឹងអ្នកដែលកើតឆ្នាំពពែនៅក្នុងឆ្នាំ2026គឺជាកំពូលឆ្នាំដែលហេងខ្លាំងជាងគេបំផុតក្នុងចំណោមឆ្នាំ3អញ្ចឹងឆ្នាំទី1ដែលហេងខ្លាំងគឺពពែឆ្នាំទី2គឺឆ្នាំចឆ្នាំទី3គឺឆ្នាំខាលសត្វខ្លាគឺជាសត្វឈរលើលំដាប់ទី3
ប៉ុន្តែសត្វពពែគឺជាសត្វឈរលើលំដាប់ទី1បើសិនជាបងប្អូនចង់ឲ្យហេងចង់ឲ្យកាក់កបចង់ឲ្យភាពមានបានរបស់យើងថិតថេរយូរអង្វែងចង់ឲ្យយើងមានខ្លាំងចង់ឲ្យយើងដោះបំណុលចង់ឲ្យរាសីឡើងចង់ឲ្យកូនចៅរបស់យើងស្ដាប់បង្គាប់ក្រុមគ្រួសារមាននិរន្តរភាពបងប្អូនត្រូវរកសត្វពពែយកទៅដាក់នៅក្នុងផ្ទះកាលណាតបងប្អូនយកសត្វពពែទៅដាក់នៅក្នុងផ្ទះនេះបងប្អូននឹងហេងនេះបងប្អូននឹងសុខចម្រើនខ្លាំងបាទនេះគឺជាពពែដែលខ្ញុំណែនាំឲ្យបងប្អូនយកទៅដាក់បាទពពែនេះគឺជាពពែហុងស៊ុយដែលខ្ញុំលោកគ្រូមហាជុំបានរៀបចំយ៉ាងប្រណិតយ៉ាងល្អសម្រាប់ឲ្យបងប្អូនយកទៅដាក់នៅក្នុងផ្ទះឲ្យរស់ស៊ីមានបានកាក់កប